សិប្បកម្មដោយដៃបែបបុរាណបងប្អូនពីអ្នកប្តីប្រពន្ធគាត់នេះគាត់ផលិតចានធ្វើពីថ្មភក់បងប្អូននេះគាត់យកអាថ្មភ្នំថ្មអីហ្នឹងយកមកកែច្នៃធ្វើជាចានអូយបងប្អូនហើយខ្ញុំមើលវីដេអូនេះហើយគឺខ្ញុំពិតជាសរសើរពុកនៃការព្យាយាមរបស់ពួកគាត់ទម្រាំតែបានធ្វើចានដែលគាត់ផលិតនេះមួយមិនងាយជាការងាយស្រួលទេបងប្អូនមើលតែក្នុងវីដេអូនេះគឺអាចដឹងហើយទម្រាំតែបានចេញជារូបរាងត្រូវកាប់គាស់ហើយកែខៃហើយមិនមែនជារបស់ទុនឯណាគឺជារបស់រឹងទៀតហើយពីអ្នកប្តីប្រពន្ធគាត់នេះគឺមានគំនិតច្នៃប្រឌិតខ្ពស់គាត់ធ្វើដោយដៃទាំងអស់ហើយមើលរបៀបនៃការគាត់ធ្វើគឺពិតជាគួរឲ្យសរសើរអានេះតើតើមានអ្នកដែលថាមានការអំណត់នៅក្នុងធ្វើកិច្ចការហ្នឹងទើបអាចធ្វើបានហើយចានដែលគាត់ធ្វើគឺស្អាតទទួល